video សួស្តីអ្នកគ្នាជួបជាមួយខ្ញុំទីរ៉ាបាទអង្គញាខ្ញុំនឹងដើរខ្ញុំប្រាប់ពីគ្នាយើងពីរបៀបដល់មិនចាស់ Java គេនពីព្រោះមិនក្រៅ Java មុនធ្វើឲ្យកើតទេហើយវីដេអូនេះដែរខ្ញុំមកប្រាប់ឲ្យអ្នកគ្នាដល់មិនក្រៅ Java ម្ដងពីរម្ដងអូខេតោះយើងចូលទៅកាន់ជ្រុងក៏បានឬ Google ក៏បានអ្នកគ្នាចូលទៅហើយចូលមកដល់អ្នកគ្នាគ្រាន់តែសើចវាថា Project Lecture ក៏បាន Project Lecture Update ក៏បានសេចមក Project Lecture យកលើហ្នឹងមួយខ្នងអ្នកគ្នាចុចមកតើមកវាចូលមកកាន់ចេះកំពុងប្រើគ្នាដនពួកដែរនេះតែឡៅកំដៅមានអ្នកគ្នាគឺនឹងមានថ្មីហើយនៅអាក្រមនេះគឺជា version នៅក្នុង Play Store ដែលគេបានណាចុចលើរូបឆ្មានេះមកអ្នកគ្នាបន្តមកវាចូលមកកាន់តំណែងអ្នកគ្នាអូចុះក្រមរហូតអូនតិចណែដល់អ្នកគ្នាចានេះខ្ញុំដាក់ screen ទូចពេកចឹងហើយវានេះ scroll ចុះក្រមសិន scroll មកឲ្យឃើញពាក្យមួយនេះថាឃើញពាក្យថា release នេះពាក្យ release នេះចុចមកហើយវានាំយើងមកដល់ប៉ុណ្ណេះរួចចុចពាក្យថា Project Lecture នេះ app ដែលយើងត្រូវ down គ្នា down មកអ្នកគ្នាចុច down ហើយអ្នកគ្នាចូលទៅកន្លែងហើយយើងមកដល់ Project Lecture ទី2ម្ដង Project Lecture ទី2គឺមានឈ្មោះថា Project Lecture Glowworm Project Glowworm មានសារៈសំខាន់ច្រើនមែនទែនអ្នកគ្នាអាចធ្វើអ្វីៗខ្លួនឯងក៏បានវាមាន setting ច្រើនជាងមុនក៏ប្លែកពីមុនមកអ្នកគ្នាចុចចូលមកអារូបស្មាអូចុះទៅមកអ្នកគ្នាអូឲ្យឃើញពាក្យថា release ដូច Project Lecture ដែរនេះ release ឯអ្នកគ្នាចុចមកប៉ក់មកអ្នកគ្នាទៅមកអ្នកគ្នាអូចុះក្រមរួចរកពាក្យថា Project Lecture Glowworm ទី2អ្នកគ្នាដោយសារទី1គឺវាដឹងអីទេយកទី2មកអានោះគឺជា tag ទេ tag លេង smooth ទេគេយកទី2មកហើយវានឹង download អ្នកគ្នាចាំ play ទៅវានឹង download ហើយតើយើង install Project Lecture មកហើយអ្នកគ្នា install យកទៅលេងទៅគេស្រី setting ខ្លួនឯងអ្នកគ្នា install ទៅហើយយកទៅលេងទៅអ្នកគ្នាហើយអំពី Project Lecture នៅក្នុង Play Store ហ្នឹងវាមានកើតអីទេអ្នកគ្នាគេលុបទៅ update version មិនដូច 1st ក្មេងទេកុហកគីព្រោះយើងត្រូវបានបញ្ចប់ហើយអំពី Project Lecture នៅលើ Play Store នោះគេយកទៅ update ឬ fix ដែល code error ហើយធ្វើឲ្យលេង smooth ខ្ញុំសូមឲ្យក្រុមហ៊ុន Project Lecture នឹងធ្វើរូបវានឹងចូលទៅក្នុងរូបដូច Minecraft Launcher នៅលើ PC លយប៉ុណ្ណាទេអ្នកគ្នាសូមឲ្យគេធ្វើអញ្ចឹងបានល្អប៉ុណ្ណាទេហើយ this video is the end goodbye everyone ហើយកុំភ្លេចចុច Don't forget to like and subscribe to my channel. Bye bye. Bye dream.